ក្មេងស្រីអាយុ9ឆ្នាំបានប្រឆាំងនឹងដំបូន្មានរបស់មនុស្សគ្រប់គ្នាទូចឲ្យអង្គុយនៅក្នុងកាប៊ីនយន្តហោះប្រតិបត្តិការយន្តហោះដែលមានដំណើរការខុសប្រក្រតីធ្ងន់ធ្ងរតែម្នាក់ឯងប៉ុន្តែនៅពេលដែលប្រធានក្រុមបានឃើញឈុតនេះមិនត្រឹមតែគាត់ក៏មិនឈប់ដែរសូម្បីតែផ្ដួចផ្ដើមគំនិតដើម្បីស្នើសុំអ្នកបម្រើតាមយន្តហោះឲ្យទាត់បុគ្គលិកដែលមិនពាក់ព័ន្ធទាំងអស់ចេញតើអ្នកកំពុងធ្វើអ្វីសូមបោះជំហានទៅមុខតើអ្នកមិនអាចចូលស្ថានីយ៍បានទេអង្គុយចុះហើយមកតាមខ្ញុំហើយមូលហេតុដែលគាត់ធ្វើវាអ្នកគួរតែដឹងថាអ្វីគ្រប់យ៉ាងដែលក្មេងស្រីតូចធ្វើគឺត្រឹមត្រូវក្មេងស្រីនេះបានក្លាយជាអ្នករចនាយន្តហោះដំបូងនៃសតវត្សនេះនាងក៏ជាអ្នកបើកយន្តហោះស្រីដំបូងគេដែរដោយមិននឹកស្មានដល់វាបានឆ្លងទៅក្មេងស្រីតូចជាច្រើនទសវត្សរ៍ក្រោយមកដោយសារតែគ្រោះថ្នាក់ដោយមិននឹកស្មានដល់យន្តហោះនេះមានសភាពប្រឌិតប្រដប់មិនធម្មតាហើយអ្នកបម្រើបានធានាខ្ញុំថាវាគ្រាន់តែជាការរំខានពីកម្ពស់ខ្ពស់ប៉ុណ្ណោះប៉ុន្តែក្មេងស្រីនោះបានដឹងភ្លាមថាមានអ្វីមួយមិនត្រឹមត្រូវមិនមែនលំហូរខ្យល់ទេការបាត់បង់ស្ថានភាពបេះដូងខាងឆ្វេងជាមួយនឹងក្តីសុបិននៃការរហែកដែកការខូចខាតរចនាសម្ព័ន្ធអាចកើតឡើងចំពោះម៉ាស៊ីនខាងឆ្វេងម៉ាកយន្តហោះនេះបានធ្លាក់ម្ដងទៀតប្រាកដណាស់មានការផ្ទុះនៅផ្នែកម្ខាងនៃស្លាបកញ្ចក់កាប៊ីនយន្តហោះខូចកម្លាំងបឺតដ៏ធំភ្លាមបណ្ដេញសហសេវិកចេញពីបង្អួចបន្ទាប់មកតួយន្តហោះរញ្ជួយយ៉ាងខ្លាំងបង្អួចមួយបានខ្ទាស់អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរក៏ត្រូវបានបូមចេញពីបង្អួចដែរនោះហើយជាពេលដែលមនុស្សចាប់ផ្ដើមភ័យខ្លាចកាន់អ្នកដំណើរដោយដៃនិងជើងទាំងអស់ទន្ទឹមនឹងនេះរបាំងអុកស៊ីសែនធ្លាក់ចុះដោយស្វ័យប្រវត្តិទីក្រុងទេប្រញាប់ប្រញាល់ស្នើសុំឲ្យអ្នករាល់គ្នាយករបាំងអុកស៊ីសែនប៉ុន្តែការបឺតនៅរយៈតឹងខ្ពស់គឺអស្ចារ្យណាស់ឃើញថាមានមនុស្ស2 3នាក់ដែលបានជួយសង្គ្រោះមនុស្សមិនអាចទ្រាំទ្របានទៀតទេកុំឆេងរត់ទៅខាងមុខភ្លាមហើយតាក់ទងប្រធានក្រុមដើម្បីរាយការណ៍ពីសម្ពាធកាប៊ីនប៉ុន្តែទូរស័ព្ទកាប៊ីនយន្តហោះមិនអាចឆ្លងកាត់បានតតែសោះឃើញឈុតនេះក្មេងស្រីរត់យ៉ាងលឿនគាត់បានព្យាយាមគោះទ្វារហើយមិនមានចលនានៅខាងក្នុងទេក្មេងស្រីបានធ្វើឲ្យប្រាកដថាប្រធានក្រុមត្រូវបានពិការលេខកូដបន្ទាន់ត្រូវតែធ្វើឲ្យសកម្មភ្លាមដើម្បីបើកកាប៊ីនយន្តហោះប៉ុន្តែអ្នកបម្រើតាមយន្តហោះនៅតែស្ទាក់ស្ទើរខ្លាចការបំពានច្បាប់នេះបានស្លាប់ហើយមនុស្សនៅរស់រងាប់អារម្មណ៍មួយវិនាទីទៀតជីវិតប្រដាល់វាទំនងជាមិនត្រូវបានត្រឡប់មកវិញទេតើអ្នកចង់មើលអ្នកប្រដាល់ស្លាប់ដោយសារការស្ទាក់ស្ទើររបស់អ្នកទេបន្ទាប់ពីគិតអំពីវាអ្នកបម្រើតាមយន្តហោះទីបំផុតបានបញ្ចូលលេខកូដអាសន្នដោយមិននឹកស្មានដល់កាប៊ីនយន្តហោះនៅតែមិនឆ្លើយតបក្មេងស្រីប្រកាសថាញ៉ាស់ច្បាស់ជាត្រូវបានចាក់សោរាងកាយដោយសារតែការផ្ទុះទើបតែពេលនេះប៉ុន្តែប្រព័ន្ធទាំងអស់របស់លីងជុនត្រូវបានកំណត់ដោយក្មេងស្រីខ្លួនឯងនៅគ្រានោះនាងជឿជាក់ថាសូម្បីតែបន្ទាប់ពីស្វត្តបានកន្លងផុតទៅការកំណត់ជីវិតនិងមរណភាពនេះមិនត្រូវផ្លាស់ប្ដូរទេដូច្នេះចុចកម្មវិធីត្រួតពិនិត្យបន្ទាន់យោងទៅតាមការចងចាំឈុតនេះធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកបម្រើតាមយន្តហោះក្មេងស្រីតូចពិតជាដឹងពីការអនុញ្ញាតឲ្យកំណត់អត្ថបទមាននៃយន្តហោះប៉ុន្តែពេលនេះមិនមែនជាពេលវេលាដើម្បីគិតអំពីរឿងនោះទេបន្ទាប់ពីក្មេងស្រីបានចុចលេខសម្ងាត់ភ្លាមនាងបានរុញឆ្នោតមិនឲ្យបើកទ្វារឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅនឹងកន្លែងតើអ្នកកំពុងធ្វើអ្វីមកជួយហើយខ្ញុំនិយាយត្រូវកំតិចកំទីពីការផ្ទុះម៉ាស៊ីនបណ្ដាលឲ្យកញ្ចក់កាប៊ីនយន្តហោះផ្ទុះឡើងប្រសិនបើយើងមកមួយជំហានក្រោយមកផលវិបាកគឺមិនអាចនឹកស្មានដល់ទេការបិទខ្លាំងពេកក្នុងការទាញវាមកវិញម៉ាស៊ីនរបស់ខ្ញុំបានផ្ទុះឡើងខ្ញុំបានកាត់ផ្ដាច់ទាំងស្រុងអ្នកមិនអាចរងចាំទៀតទេការគ្រប់គ្រងបណ្ដាញត្រូវតែភ្ជាប់ភ្លាមហើយបញ្ចេញដបភ្លើងជាមួយនឹងការផ្គត់ផ្គង់ប្រេងម៉ាស៊ីនខាងឆ្វេងហេតុអ្វីបានជាក្មេងស្រីតូចម្នាក់នេះជាកាប៊ីនយន្តហោះចល័តការវិនិច្ឆ័យនិងសមត្ថភាពក្នុងការប្រតិបត្តិរបស់គាត់គឺគ្មានអ្វីប្រៀបផ្ទឹមបានទេតើអ្នកកំពុងចុចអ្វីអ្នកនឹងសម្លាប់យើងទាំងអស់គ្នាបិទនិងកាត់ប្រេងការពន្លត់អគ្គិភ័យគឺជាការចោលម៉ាស៊ីនស្តង់ដារហើយគាត់និយាយត្រូវគាត់បានជួយសង្គ្រោះជីវិតយើងជៀសវាងការផ្ទុះម៉ាស៊ីនពេញលេញអ្វីដែលប្រធានក្រុមតើលេខកូដបន្ទាន់ត្រូវបានបញ្ជូនទៅប៉ុមទេបានផ្ញើប៉ុន្តែដៃរបស់ខ្ញុំត្រូវបានកោសដោយកំតិចកំទីវាមិនអាចគ្រប់គ្រងបានធម្មតាទេមិនមែនជាបញ្ហាធំទេជាមួយខ្ញុំក្នុងស្ថានភាពនេះអ្នកអាចផ្ដល់ឲ្យវាតែប៉ុណ្ណោះអ្នកត្រូវរក្សាទុកយន្តហោះនេះប្រហែលជាវាពិតជាអាស្រ័យលើក្មេងស្រីតូចនេះការពង្រីកប្រយោជន៍5ដងតម្រូវឲ្យមានការកែតម្រូវរាងកាយអង្គមានជាតិស្ករបញ្ឈប់អ្នកឈប់អ្នកកំពុងលេងពេញមួយជីវិតរបស់យើងអ្នកបាននិយាយថាអ្នកមិនដែលផ្ដល់មូលនិធិដល់គាត់ទេអ្នកពិតជាបានហឺតអំពីស្ថានភាពរបស់ក្មេងស្រីដែលបានស្លាប់នេះពិតហើយស្ដាប់គាត់ស្ត្រីដែលគាត់រៀបការនៅអាកាសយានដ្ឋានតានរោគកំពុងកើតឡើងយ៉ាងដូចម្ដេចជួយសះអ្នកបើកយន្តហោះវាពិតជាមានស្ថិរភាពឥឡូវនេះ
លោកចៅមិនអីទេអ្នកមិនអាចធ្វើវាបានទេឆាប់ឡើងយកគាត់ទៅខាងក្រោយមុនលេងយន្តជីន5554លេងយានយន្ត5554សូមឆ្លើយប្រសិនបើអ្នកទទួលវា Tower 5554មានស្ថិរភាពបណ្ដោះអាសន្នកាប៊ីនយន្តហោះស្ថិតនៅក្រោមសម្ពាធពីអ្នកបើកយន្តហោះដំបូងនិងសហសេវិកហើយបច្ចុប្បន្ននេះការស៊ើបការសម្ងាត់ត្រូវបានកាន់កាប់ដោយខ្ញុំជាបណ្ដោះអាសន្នម៉ាស៊ីនខាងឆ្វេងត្រូវបានបិទពឹងផ្អែកលើការហោះហើររបស់ម៉ាស៊ីនតែមួយត្រៀមខ្លួនដើម្បីកែតម្រូវលំហូរខ្យល់យ៉ាងរលូនដោយដៃទូសីហោយភីគីមខាងទៀតឆ្លើយទូយ៉ាងណាក៏ដោយហេតុអ្វីបានជាវាជាសម្លេងរបស់ក្មេងស្រីតូចយេភាពអាត្មានិយមនៃចរន្តទោះបីជាអរិយាបថត្រូវបានកែតម្រូវក៏ដោយវាបានងាកចេញពីផ្លូវដើមតើកម្ពស់នេះត្រូវគ្នាទេខ្ញុំបានរាយការណ៍ពីសេចក្តីជូនដំណឹងជាក់ស្ដែងហើយបានកត់ត្រានៅភាពចាំបាច់របស់ខ្ញុំ CS ដឹកទំនិញរបស់ពួកគេប្រែទៅជាមានការស្ថាបនាឡើងវិញយ៉ាងខ្លាំងនិងធ្ងន់ធ្ងរហៀបនឹងជួយតើអ្នកកំពុងធ្វើអ្វីតើខ្ញុំកំពុងធ្វើអ្វីជាការពិតខ្ញុំចង់បញ្ឈប់គាត់ពីការបន្តធ្វើបាបមនុស្សប្រសិនបើខ្ញុំមិនអាចជីវិតបោកបញ្ឆោតទាំងអស់ត្រូវបានបោះចោលនៅក្នុងដៃរបស់កុមារភ្លេចវាប្រសិនបើអ្នកនៅក្មេងវាជាស្ត្រីតើអ្នកដឹងទេថាការហោះហើរគឺជាអ្វី